ខ្ញុំគិតថាវាជារឿងសំខាន់នៅក្នុងជីវិតរបស់យើងគឺការដែលយើងប្រៀបធៀបពេលខ្លះខ្ញុំមានដែរខ្ញុំមានការប្រៀបធៀបនៅក្នុងជីវិតរបស់ខ្ញុំដែរពេលខ្លះខ្ញុំប្រៀបធៀបខ្ញុំដើរតាមព្រះអង្គយូរហើយពេលខ្លះខ្ញុំប្រៀបធៀបមួយអ្នកដើរតាមលោកីខ្ញុំមើលមកកាន់ជីវិតគេថាអូមកយើងដើរតាមព្រះអង្គហើយយើងពិបាកម៉េះជីវិតគេអ្នកដើរតាមលោកីគេប្រសើរគេរស់នៅល្អគេជីវិតរបស់គេគឺប្រសើរហ្មងហើយអ្វីសំខាន់ពេលខ្លះខ្ញុំប្រៀបធៀបមួយអ្នកដែលជឿដូចគ្នាដែរជឿព្រះអង្គដូចគ្នាមិនក៏ជីវិតរបស់ខ្ញុំពិបាកម៉េះគេជឿព្រះអង្គដូចគ្នាដែរព្រះតែមួយតែហេតុអ្វីបានជាជីវិតរបស់ពួកជីវិតខ្ញុំហើយគេខុសគ្នាបែបដល់ថ្នាក់ហ្នឹងពេលខ្លះខ្ញុំមានសំណួរនឹងមកកាន់ជីវិតរបស់ខ្ញុំប្រៀបធៀបមួយខ្លួនឯងជាមួយអ្នកដទៃអ្នកលោកីជាពិសេសអ្នកដែលជឿព្រះអង្គដូចគ្នាខ្ញុំសួរសំណួរហើយសំណួរទៀតប៉ុន្តែពេលខ្លះមានចម្លើយអត់ដឹងថាធ្វើម៉េចប៉ុន្តែនៅក្នុងព្រះអង្គខ្ញុំបានរកឃើញចម្លើយថាព្រះអង្គម្ចាស់ឲ្យយើងមើលឃើញអំពីចំណុចអ្វីដែលព្រះជាម្ចាស់បានផ្ដល់មកកាន់យើងស្រឡាញ់អ្វីដែលយើងមានបើសិនបើព្រះអង្គម្ចាស់ឲ្យយើងស្រឡាញ់ឲ្យដូចអ្នកដទៃប្រហែលជាព្រះជាម្ចាស់បង្កើតអ្នកដទៃដូចយើងមនុស្សទាំងអស់ដូចគ្នាប៉ុន្តែអត់ទេព្រះអង្គម្ចាស់ស្រឡាញ់អ្វីដែលបងប្អូនកំពុងមានហើយព្រះអង្គម្ចាស់ឲ្យយើងរស់នៅអ្វីដែលព្រះជាម្ចាស់បានផ្ដល់មកកាន់យើងស្រឡាញ់អ្វីដែលព្រះជាម្ចាស់បានរើសតាំងព្រោះអីព្រោះតែលក្ខណៈរបស់យើងបែបហ្នឹងយើងខ្វះខាតយើងអត់ល្អគឺព្រះជាម្ចាស់បានរើសយើងហើយតាំងយើងព្រោះព្រះជាម្ចាស់នឹងមានផែនការសម្រាប់នៅក្នុងជីវិតរបស់ពួកយើងព្រោះអីខ្ញុំបានមើលឃើញថារបស់ទាំងអស់នៅលើលោកីនេះនៅពេលដែលប្រទេសមួយមានបញ្ហាដូចមានព្យុះយ៉ាងតោះអ្វីទាំងអស់គេអត់ខ្វល់ទេអ្វីដែលគេសំខាន់បំផុតគឺជីវិតរបស់ពួកគេលុយឡានទ្រព្យសម្បត្តិគឺគេអត់ខ្វល់អីទាំងអស់សំខាន់រួចជីវិតរបស់ពួកគេអញ្ចឹងជីវិតរបស់ពួកយើងគឺមានតម្លៃបំផុតហើយព្រះអង្គម្ចាស់អត់ចង់ឲ្យយើងប្រៀបធៀបជីវិតខ្លួនឯងទៅកាន់អ្នកដទៃទេដូចជាមានប្រាជ្ញចែងនៅក្នុងព្រះគម្ពីរកាឡាទីចំពុក6ខ4រហូតដល់ទី6ម្នាក់ត្រូវពិនិត្យវិច័យមើលអំពើរបស់ខ្លួនប្រព្រឹត្តប្រសិនបើរកឃើញហេតុដែលខ្លួនឯងខ្ពស់មុខនោះរកឃើញតែខ្លួនឯងផ្ទាល់មិនមែនដោយប្រៀបធៀបនឹងអ្នកដទៃត្បិតម្នាក់មានទំនួលខុសត្រូវទៅលើអ្វីដែលខ្លួនអំពើដែលខ្លួនប្រព្រឹត្តចំពោះអ្នកដែលទទួលការអប់រំខាងព្រះបន្ទូលត្រូវយកអ្វីទាំងប៉ុន្មានដែលខ្លួនមានមួយចំណែកមកចែកអ្នកដែលអប់រំខ្លួននោះផងអញ្ចឹងនេះជាព្រះបន្ទូលព្រះអង្គគឺឲ្យយើងអត់ឲ្យប្រៀបធៀបមួយអ្នកដទៃទេឲ្យយើងមើលតែខ្លួនឯងស្រឡាញ់តែកាន់តែខ្លួនឯងព្រះម្ចាស់ឲ្យយើងស្រឡាញ់តែកាន់ខ្លួនឯងយើងអាចប្រៀបធៀបមួយអ្នកដទៃបានទេព្រោះនៅពេលយើងប្រៀបធៀបយើងនឹងបាក់ទឹកចិត្តយើងនឹងអស់សង្ឃឹមជាមួយនឹងអ្នកដទៃ right សមវាដែលប្រៀបធៀបមួយវាសភាព្រោះតួនាទីខុសគ្នា right ហើយវាសំខាន់ដូចគ្នាអញ្ចឹងជីវិតបងប្អូនគឺសំខាន់ដូចគ្នាយើងអាចប្រៀបធៀបខ្ញុំមួយអ្នកដទៃបងប្អូនខ្ញុំប្រៀបធៀបខ្ញុំថេតជាមួយបងប្អូនធៀបមួយខ្ញុំមិនក៏ខុសគ្នាអត់ទេទោះបីជាពេលខ្លះយើងមានគំនិតបែបហ្នឹងតែព្រះអង្គម្ចាស់ស្រឡាញ់អ្វីដែលបងប្អូនមានហើយខ្ញុំគិតថាព្រះអង្គម្ចាស់នឹងមានផែនការនៅពេលដែលយើងចាប់ផ្ដើមស្វែងរកព្យាយាមក្នុងការដែលឲ្យស្រឡាញ់ព្រះអង្គម្ចាស់នឹងប្រទានពរមកកាន់ជីវិតរបស់ពួកយើងហើយអ្វីដែលសំខាន់បំផុតគឺយើងបានខ្លាចជាកូនព្រះអង្គគឺសំខាន់ហើយខ្លាចជាកូនព្រះអង្គគឺជាចំណុចមួយដែលប្រសើរបំផុតដែលព្រះជាម្ចាស់ប្រទានមកកាន់ជីវិតរបស់ពួកយើង right អញ្ចឹងសូមព្រះប្រទានពរហើយឲ្យយើងស្រឡាញ់អ្វីដែលខ្លួនឯងមានបាច់ប្រៀបធៀបមួយអ្នកដទៃទេព្រោះឯងនៅពេលយើងប្រៀបធៀបពេលខ្លះវាអត់ឲ្យយើងល្អឯងវាធ្វើយើងបាក់ទឹកចិត្តធ្វើយើងដុនដាបចុះប៉ុន្តែទោះបីយ៉ាងណាក៏យើងនៅតែមានដែរប៉ុន្តែឲ្យយើងកាត់បន្ថយមែនទេឲ្យយើងដឹងថាការប្រៀបធៀបវាអត់ល្អទេអញ្ចឹងយើងកាត់បន្ថយមកពីការប្រៀបធៀបទៅជាស្រឡាញ់ខ្លួនឯងពេញចិត្តនៅអ្វីដែលព្រះជាម្ចាស់ប្រទានឲ្យព្រោះនៅពេលដែលពេញចិត្តដូចដើមឈើមួយអញ្ចឹងវាពេញចិត្តនៅការទទួលទឹកថ្ងៃនេះវានឹងអាចបន្តជីវិតដល់ថ្ងៃស្អែកដែរ right ពេញចិត្តអ្វីដែលខ្លួនឯងមានសូមព្រះប្រទានពរមានចង្អុលខមមិនខាងក្រោមពីខ្ញុំអធិដ្ឋសូមព្រះប្រទានពរ